Bao giờ được số bụng mà một con đã khné à lấy mong đập mùi xài lấy chẳng ngay dân clean mi cha bà chẳng nên nó ngọt đằng thật trời tình mi cha là nào tiền chẳng dân miền phương mi cha nhằm con ai chấp đam từ bốn cứ bộ dương miền mi hay năng sạch chút hay sầm rạp bật lái cứ nhung miền spinach một ồn sầm rạp spinach cứ dương ở đại hộp tràn man thì năng nhung bật chẹt chun một ồn giống cứ hộp trắng vì ai năng và có pop được chỉ cruộc nông bù viên năng mà tam nhung sơ mớ ai AIជួយឆាត់ ChatGPT ដែរអញ្ចឹងសម្រាប់ការបរិភោគ spinach ច្រើនក៏អត់ល្អដែរបងប្អូនបើសិនជាយើងបរិភោគយើងត្រូវលាងឲ្យស្អាតព្រោះបន្លែ spinach វាពោពេញទៅដោយដីច្រើនវាសម្បូរទៅដោយដីបាទក្រោមធ្វើមីយើងចាប់ផ្ដើមដាក់មីត្រាំទឹកហើយយើងចាប់ផ្ដើមហាន់ spinach អញ្ចឹងដូចខ្ញុំនិយាយពីដើមអញ្ចឹង spinach គឺសម្បូរទៅដោយដីច្រើនសម្បូរដីខ្សាច់អញ្ចឹងនៅពេលដែលយើងចង់ហូបយើងត្រូវលាងសម្អាតឲ្យបានច្រើនតែអាចហូបជាប្រចាំបានទេបងប្អូន spinach បើហូបជាប្រចាំដូចខ្ញុំនិយាយអញ្ចឹងគឺវានឹងមានបញ្ហាគ្រោះក្នុងពោះវៀនអញ្ចឹងបងប្អូនអញ្ចឹងយើងលាងវាប្រយ័ត្នប្រយែងមែនតើលាងឲ្យស្អាតប៉ុន្តែនៅនេះខ្ញុំឃើញគេនិយមហូបច្រើនដែរបងប្អូនសម្រាប់បន្លែ spinach ហ្នឹងបងប្អូនស្ទើរតែទៅផ្សារទំនើបណាក៏ឃើញគេលក់ spinach ដែរបងប្អូនភាគច្រើនតែតម្លៃវារៀងខុសគ្នាដូចជា20សេន10សេន30សេនឯដែរសម្រាប់បន្លែ spinach ហ្នឹងចឹងយើងធ្វើការលាងវាពីរដងទៅតាមការសមាជិករបស់យើងអញ្ចឹងបងប្អូនចឹងបន្ទាប់ពីយើងបានលាងវាហើយអញ្ចឹងយើងចាប់ផ្ដើមរៀបចំសាច់កកដែលយើងដកចេញមកមិញហ្នឹងយើងដាក់ចូល microwave កម្ដៅវាខ្ទង់2នាទីអីចឹងទៅដើម្បីយកមកឆាជាមួយមីបានបើយើងដាក់ឆាទាំងរឹងវាយូរបងប្អូនអញ្ចឹងចាប់ផ្ដើមឆាយើងមានខ្លាញ់ហើយយើងមានម្ទេសហើយនិងខ្ទឹមបន្តិចតែសារតែខ្ទឹមអស់បងប្អូនអញ្ចឹងខ្ញុំអត់មានខ្ទឹមដាក់ច្រើនទេអញ្ចឹងយើងដាក់ស្ពៃក្តោបខ្ញុំបានហាន់ស្ពៃក្តោបមួយចំនួនតូចដែរតែសារតែបន្លែឃើញបន្លែតិចពេកបងប្អូនអញ្ចឹងខ្ញុំញ៉ាំបន្លែច្រើនដែរអញ្ចឹងប្រេងតិចទៅប្រេងខ្យងបន្តិចទៅហើយម្រេចហើយនឹងបាល់បន្តិចទៅហើយនឹង spinach យើងបងប្អូនខ្ញុំបញ្ជាក់បន្តិចពីច្រើនខ្ញុំធ្វើម្ហូបពីច្រើនខ្ញុំអត់ដែរដាក់ស្ករទេបងប្អូនខ្ញុំកាត់បន្ថយហូបស្ករដាក់ដែរប៉ុន្តែយើងដាក់តិចយើងអត់ដែរដាក់ច្រើនអញ្ចឹងវាចេញដូចគ្នាដែរពេលខ្លះដាក់ពេលខ្លះអត់បងប្អូនសម្រាប់ទឹកដែលខ្ញុំចាក់មិញហ្នឹងគឺទឹកត្រាំមីបងប្អូនគឺវាមានជាតិមីហ្នឹងអត់មានអំបិលអីទេគឺរសជាតិវាមកអញ្ចឹងបងប្អូនអញ្ចឹងទៅខ្ញុំបានដាក់គីមឈីជាមួយនឹងសាច់ហើយនឹងហាមដាក់អញ្ចឹងទៅយើងចាប់ផ្ដើមច្បល់វាឆាវាបន្តិចទៅបន្ទាប់ពីយើងឆាបានបន្តិចយើងគ្របវាទុកបងប្អូនយើងគ្របវាឲ្យវាងាស់បន្តិចទៅកុំឲ្យយូរពេកព្រោះមីដែលយូរគឺរីកអត់ឆ្ងាញ់ទេបងប្អូនអញ្ចឹងយើងលើកអាលាក់ហ្នឹងព្រោះខ្ញុំមិនទៅជំនាញអីទេតែខ្ញុំអាចធ្វើវាបានអាចធ្វើមកញ៉ាំអីបានអញ្ចឹងទៅលើកលែងតែម្ហូបខ្លះគឺអត់សូវចេះទេតែប្រភេទច្រើនខ្ញុំអាចធ្វើបានស្ទើរតែគ្រប់មុខម្ហូបខ្មែរអញ្ចឹងមិនបានជំនាញអីណាទេអាចធ្វើឲ្យញ៉ាំបានអញ្ចឹងតទៅពីយើងថែសាយភ្លក់ហើយយើងទទួលយកបានខ្ញុំចូលចិត្តញ៉ាំហើយខ្ញុំថែមម្ទេសអញ្ចឹងទៅអ្នកដែលអត់ចូលចិត្តហឹរឬក៏ប្រព័ន្ធមិនចំណូលក៏អត់អីដែរបងប្អូនតែខ្ញុំចូលចិត្តញ៉ាំហឹរមានជំឈីមានអញ្ចឹងទៅហើយប៉ុណ្្នឹងឯងគឺអត់មានអីច្រើនទេបងប្អូនចាក់ដាក់ចានហើយយើងអង្គុយញ៉ាំបាទញ៉ាំបដាមើលរឿងបដាហើយយើងផឹកភេសជ្ជៈបន្តិចទៅកូកាកូឡាឈឿពេលយប់គឺមានតែប៉ុណ្្នឹងឯងបងប្អូនវីដេអូអរគុណច្រើនសម្រាប់អ្នកដែលអត់តាន់គេងអាចមើលបានអ្នកដែលគេងហើយគេងនៅ good night សុបិនល្អជួបគ្នាវីដេអូបន្តទៀតបាយបាយ